មានពេលត្រឹមតែ2ថ្ងៃមួយយប់បងចង់ទៅកោះហើយចង់បានទីតាំងដែលចិត្តជាងគេស្រួលធ្វើដំណើរបងកុំភ្លេចកោះស្ដេចមួយនេះហើយចង់ដឹងថាបរិយាកាសទេសភាពស្អាតប៉ុណ្ណាកុំភ្លេចតាមដានទស្សនាវីដេអូមួយនេះណាចាអញ្ចឹងសម្រាប់ដំណើរកំសាន្តមួយនេះអត់មានគម្រោងទេបងគឺនៅឃើញជិះមកតែម្ដងតាមផ្លូវនេះកក់រីសតបដាជិះមកបដាម្ដងគឺខាងទូកគេមកយកហើយទូកនេះយើងជិះលឿនទេបងចេញពីចំណតទូកហ្នឹងទៅដល់រីសតហ្នឹងតែ5នាទីមកដល់គេមាន welcome drink អញ្ចឹងទៅយើង check in អង្គុយចាំមកស្ទុះគេជូនយើងទៅបន្ទប់ហ្មងហើយសម្រាប់បន្ទប់ដែលខ្ញុំកក់នេះបងជាប្រភេទ villa បងមានអាងហែលទឹកហើយបន្ទប់គេធំទូលាយស្អាតបងហើយមកដល់ភ្លាមនេះគឺអត់មានកាត់ច្រើនទេរៀបចំមួយទឹកផ្លាស់កៅអៅហើយគឺនាំគ្នាចេញទៅដើរលេងអញ្ចឹងចេញមកក្រៅនេះបរិយាកាសស្អាតទេសភាពស្អាតមែនតើបងពេលល្ងាចណាថ្ងៃបើក៏ពិតមែនប៉ុន្តែត្រជាក់បងហើយបើនិយាយពីឆ្នេរវិញស្អាតខ្សាច់ឡើងពណ៌សអញ្ចឹងណាបងកន្លែងឆ្នេរនេះបងទឹកធម្មតាចកេះទេអាចចុះមួយបានមានកៅយ៉ាក់ជីលេងទៀតហើយមានកន្លែងលេងបាល់មានអីមានច្រើនមែនតើបងមកជាក្រុមអីដឹងតែសុបាយហ្មងនៅគេរីសតហ្នឹងគេមានកន្លែងជួលម៉ូតូបងមួយគ្រឿងតែ15,000ទេពួកខ្ញុំជួលដំបងយកអត់តអគុយតែខ្លាចជាទៅមុខទៅដូរយកនិកជីវិញអញ្ចឹងយើងជិះដើរលេងតាមឆ្នេរបើតាមឆ្នេរនេះខ្ញុំអត់សូវបានជិះច្រើនទេបងខ្ញុំជិះមកផ្សារបានច្រើនជាងហ្នឹងtrongថ្ងៃបញ្ចប់ចូលឆ្នាំមានគេលេងប៉ាម្សៅមានអីដែរហើយខ្ញុំនេះជិះទៅក៏ឃើញរោគនេះមួយក៏ទិញទុកមួយទឹកចឹងទៅផ្សារបើយើងទៅពេលព្រឹកអីមានលក់គ្រឿងសមុទ្រមានកន្លែងញ៉ាំអីច្រើនតែខ្ញុំបានទៅតែពេលល្ងាចទេហើយកាត់ពីហ្នឹងមកខ្ញុំមកផ្លាស់កៅអៅទៅមួយទឹកម្ដងអញ្ចឹងមួយទឹកនេះខ្ញុំនាំគ្នាជីកៅយ៉ាក់ជីអីចឹងទៅបងមួយទឹកសមុទ្រមកឆ្អែតហើយបាននាំគ្នាមកមួយទឹកជំនះខ្លួននៅអាងទឹកម្ដងហើយក៏កំងអីយកមកញ៉ាំនៅក្នុងបន្ទប់ចឹងទៅឥឡូវកាត់មកដល់យប់ពេលបងយប់បន្តិចពួកខ្ញុំនាំគ្នាផ្លាស់កៅអៅមកអង្គុយលេងនៅកន្លែង check in ហ្នឹងគេមានកន្លែងញ៉ាំអីហើយអង្គុយនៅមាត់ទឹកអញ្ចឹងណាបងនិយាយទៅទេសភាពពេលយប់នេះក៏ស្អាតម្យ៉ាងដែរទឹកកឡោកនិយាយទៅអង្គុយស្ដាប់ទឹកកឡោកហ្នឹងអញ្ចឹងណាបងផែចូលម៉ោង12អីបានពួកខ្ញុំមកគេងវិញហើយនៅមុខបន្ទប់ខ្ញុំឯងបងស្អាតហើយក៏គេមានបាននៅនឹងដែរតែអត់មានមនុស្សទេឥឡូវកាត់ដល់ព្រឹកឡើងវិញព្រឹកឡើងថ្ងៃរះឡើងស្អាតទេសភាពនិយាយពីថាតិចភ្នែកហ្មងបងហើយទឹកសមុទ្រនេះមើលឡើងឆ្លោះតែម្ដងហើយថតពីលើទៅទេសភាពបងអើយស្អាតខ្លាំងមែនតើគឺអត់ចង់ត្រឡប់មកវិញចង់នៅលេងពី3ថ្ងៃទៀតហ្មងណាហើយនេះពួកខ្ញុំដើរទៅកន្លែងញ៉ាំអីបងកន្លែង check in នេះគេមាន free អាហារពេលព្រឹក